Radio Free Asia. ពលរដ្ឋមកពី4សហគមន៍ដែលមានទំនាស់ដីធ្លីបាននាំគ្នាទៅផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃទី27ខែសីហាឆ្នាំ2014ដើម្បីដាក់លិខិតជូនលោកនាយករដ្ឋមន្ត្រីឲ្យបានដឹងទាក់ទងទៅនឹងបញ្ហារបស់ពួកគាត់រៀងៗខ្លួននាពេលកន្លងមកយុទ្ធនាការសម្រុកទៅផ្ទះលោកនាយករដ្ឋមន្ត្រីនេះគឺក្រោយពេលដែលលោកលើកឡើងថាលោកមិនបានទទួលញត្តិរបស់ប្រជាពលរដ្ឋដែលដាក់ឲ្យលោកអន្តរាគមន៍នោះទេប្រជាពលរដ្ឋបានថ្លែងថាពួកគាត់ចង់ជួបលោកនាយករដ្ឋមន្ត្រីដោយផ្ទាល់ដើម្បីឲ្យលោកបានជ្រាបពីបញ្ហារបស់ប្រជាពលរដ្ឋនីមួយៗនៅក្នុងនោះមាន3ចំណុចសំខាន់ទី1សូមឲ្យដោះលែងតំណាងទាំង5នាក់ឲ្យត្រឡប់មកវិញទី2សូមឲ្យដោះស្រាយរឿងដីធ្លីឲ្យពួកខ្ញុំជាបន្ទាន់ទី3សូមឲ្យបញ្ឈប់ការចោទប្រកាន់ចារាល់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងរឿងដំណោះដីធ្លីហ្នឹងហើយបញ្ឈប់ការធ្វើរបងរបស់ក្រុមហ៊ុនរួចពីនេះទៀតសូមឲ្យដកកម្លាំងសមត្ថកិច្ចចេញពីភូមិពួកខ្ញុំអស់ឲ្យពួកខ្ញុំនឹងមានសេរីភាពដូចជាប្រដ្ឋគេដទៃទៀតផងចាពលរដ្ឋបានលើកបដានិងសរសេរអក្សរបិទនៅអាវរបស់គាត់ដោយសូមឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជួយផងក៏ប៉ុន្តែការព្យាយាមរបស់ពួកគាត់ត្រូវអាជ្ញាធរដាក់រនាំងរារាំងមិនឲ្យដំណើររបស់ពួកគាត់ទៅបានឡើយទោះយ៉ាងណាមានមន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីបានចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋហើយលោកថ្លែងថាលោកនឹងយកញត្តិទាំងនោះទៅដាក់ជូនលោកនាយករដ្ឋមន្ត្រីតាមបែបបទរដ្ឋបាលមន្ត្រីអង្គការរបស់អង្គការលីកាដូបានថ្លែងថាអាជ្ញាធរនិងរដ្ឋាភិបាលគួរតែមានយន្តការដោះស្រាយឲ្យបានចប់ក្នុងករណីចំនួនដីធ្លីរ៉ាំរ៉ៃនេះជាជាងការដោះស្រាយបានតែមួយថ្ងៃនៅពេលដែលប្រជាពលរដ្ឋចេញតវ៉ានេះមិនមែនជាវិធីសាស្ត្រនៃការដោះស្រាយបញ្ហាទេការដោះស្រាយបែបហ្នឹងគឺគាត់បានរយៈពេលខ្លីឯងមានន័យថារុញគាត់ចេញទៅគាត់បានរយៈពេល1ម៉ោង2ម៉ោងហើយបន្ទាប់មកគាត់នឹងមកតបវិញតែអញ្ចឹងរដ្ឋាភិបាលគួរបង្កើតយន្តការដើម្បីស្រាវជ្រាវឲ្យជាក់លាក់ស្រាវជ្រាវពិតប្រាកដថាតើផលប៉ះពាល់ពីការឡើងមូលហេតុអីដែលពិតប្រាកដនៅក្នុងចំនួនបង្កក់ក៏ដូចជាបរិយាកាសឬក៏លពីងក្នុងពេលដដែលប្រជាពលរដ្ឋបានព្យាយាមទៅជួបអ្នកតំណាងរាស្ត្រដែលកំពុងតែប្រជុំនៅវិមានរដ្ឋសភាក៏ប៉ុន្តែត្រូវអាជ្ញាធររារាំងខ្ញុំមុំសុផុនវិទ្យុអាស៊ីសេរីក្រុងភ្នំពេញបាទជួយបាទ